សួស្តីអ្នកទាំងអស់គ្នាបាទស្វាគមន៍អ្នកខេត្តកំពង់ស្ពឺទាំងអស់គ្នាមកឥឡូវយើងមកប្រែកាយបាទកូនកំមុំអ្នកខេត្តកំពង់ស្ពឺទាំងអស់គ្នាមើលបាទទៅជាយ៉ាងណាដែរនេះជាមុខធម្មតារបស់គាត់ណាហើយបន្ទាប់មកយើងចាប់ផ្ដើមធ្វើការដាក់ contact lens បាទយើងនិយាយលេងអីជាមួយកូនកំមុំដើម្បីបង្កើតភាពស្និទ្ធស្នាលអីចឹងទៅអ្នកទាំងអស់គ្នាហើយការ make up ខ្ញុំលើកហ្នឹងបាទសុំបែបអីចេះណាមើលខ្លួនឯងណាអ្នកនរគ្នាបាទប៉ុន្តែគ្រាន់តែដឹងថាយើង make up យ៉ាងណាដើម្បីឲ្យស័ក្តិសមជាមួយនឹងកម្មវិធីពេលល្ងាចបាទដោយសារតែកម្មវិធីពេលល្ងាចហ្នឹងគឺមាន3កម្មវិធីដូចជាក្រុងពលីសូត្រមន្តហើយនឹងជាវខាន់ស្លាអ្នកនរគ្នាហើយដោយសារតែកូនកំមុំបាទគាត់អ្នកនៅភ្នំពេញហើយគាត់រៀបចំកម្មវិធីនេះនៅខាងប្រុសណាដល់ពេលចឹងហើយបាទលក្ខណៈថាគាត់អត់សូវស្គាល់អីច្បាស់ដែរបាទដោយសារតែទៅខាងស្រុកម៉ែក្មេកហើយនេះឈុតសុតមុនហើយមុនហ្នឹងគឺឈុតក្រុងពលីអ្នកទាំងអស់គ្នាហើយឈុតក្រុងពលីឈុតសុតមុនជាមួយនឹងឈុតជាវខាងស្លាគឺខ្ញុំដាក់ជាមួយគ្នាតែម្ដងអ្នកទាំងអស់គ្នាដោយសារតែបាទវីដេអូខ្ញុំអត់ចង់បានវែងពេកទេដោយសារតែខ្ញុំធ្វើជាលក្ខណៈ vlog ចឹងទៅថា9នាទីឬក៏4នាទីចុះក្រោមអីទេអ្នកនរគ្នាហើយកុំភ្លេច like share ឲ្យខ្ញុំម្នាក់មួយផងអ្នកទាំងអស់គ្នាបើសិនជាស្រឡាញ់ការចុះចិត្តធ្វើវីដេអូផងខ្ញុំណាហើយអូយណាខ្ញុំនិយាយមែនថ្ងៃនេះជាលើកទី1ផងខ្ញុំនេះដែលបានងើបម៉ោង2ម៉ោង3យប់ហើយលាប sunscreen ទៅ sunscreen វាអត់ឆ្លុះមួយមុខមានអារម្មណ៍ថាសាច់មុខរបស់ខ្ញុំភ្លឺថ្លាខ្លាំងមែនតើហើយបើចង់ដឹងថាខ្ញុំលាបអីខ្ញុំសូមលាក់សិនវីដេអូក្រោយខ្ញុំនឹងប្រាប់អ្នកទាំងអស់គ្នាថាខ្ញុំប្រើប្រាស់ skin care អីចឹងណាប៉ុន្តែខ្ញុំប្រើតិចទេ skin care ខ្ញុំអត់ប្រើអីច្រើនទេអ្នកគ្នាហើយឥឡូវនេះយើងកំពុងតែរៀបចំបាទ make up ជូនកូនកំមុំពេលព្រឹកម្ដងទៀតហើយយើងរៀបចំភ្លើងរៀបចំអីចឹងណានៅពេលដែលយើងបានមកដល់ផ្ទះគាត់ហ្នឹងម៉ោង3បាត់ទេអ្នកគ្នាជាទូទៅរោងការនៅតាមខេត្តមួយចំនួនចឹងយើងតែងតែងើប make up ម៉ោង3ទៀតភ្លឺអញ្ចឹងទៅតាមមកកូនកំមុំគាត់រៀបចំហើយអីហើយទៀតវាអាចដើម្បីជាអីទៅយើងទៅដោយសារតែខ្ញុំទៅតាមខេត្តខ្ញុំអត់មានជាងធ្វើសក់ទៅជាមួយទេខ្ញុំទៅតាមម្នាក់ឯងការ make up ពេលព្រឹកជូនកូនកំមុំសក់គឺយើងលើកបួងឡើងលើហើយមុខគឺយើងសំបែបសុទ្ធទុនបាទស័ក្តិសមជាមួយនឹងគាត់ហើយការ make up គឺមានច្រើន style ខ្លាំងមែនតើប៉ុន្តែ style នីមួយៗគឺយើងមើលទៅលើកូនកំមុំដែរដោយសារតែកូនកំមុំខ្លះគាត់ផាត់ style ស៊ីខ្លាំងពេកឬក៏ធម្មជាតិខ្លាំងពេកអត់ស័ក្តិសមជាមួយនឹងមុខគាត់ទេអញ្ចឹងយើងត្រូវតែ make up បែបណាដើម្បីមើលទៅឲ្យស័ក្តិសមជាមួយនឹងពណ៌សម្បុរស្បែកផងគាត់ហើយស៊ីជាមួយនឹងបាទស្បែកខ្មែរយើងណាអ្នកនរគ្នាខ្ញុំតែងតែធ្វើ vlog តាមរោងការរហូតហើយរោងនេះគឺមានអ្នកហាយចំនួនយ៉ាងច្រើនហើយស្រុកគេនឹងស្អាតណាស់អ្នកនរគ្នាមានភ្នំព័ទ្ធជុំវិញតែម្ដងដោយសារតែខែនឹងខែក្តៅយ៉ាស់អ្នកកណ្ដោលះហើយបាទអូម៉ោងកាត់សក់ក្តៅមកម្ហឹងដែរហ្នឹងហើយរោងនេះកំពុងដាច់ភ្លើងងាកដាច់តែម្ដងណាអ្នកនរគ្នាហើយឈុតកាត់សក់គឺស្អាតខ្លាំងមែនតើបាទអ្នកនរឲ្យជួយ comment មើលឈុតហ្នឹងស្អាតមែនតើសម្រាប់ខ្ញុំពេញចិត្តខ្លាំងហ្មងទាំងម៉ូតសក់ទាំងឈុតហ្នឹងស៊ីគ្នាសាហាវនិយាយមែនហើយបន្ទាប់ពីឈុតកាត់សក់ហើយដូចអ្នកឲ្យបានដឹងអញ្ចឹងជាទូទៅគឺឈុតប្រមូលលុយនឹងឯងសំបីតែខ្ញុំក៏ចង់ពាក់ឈុតហ្នឹងដែរនិយាយមែនណាព្រោះតែដល់ការបានពាក់នេះហើយឈុតនេះឈុតសានចងដៃអូយអ្នកគ្នាអាកាសធាតុឥឡូវក្តៅខ្លាំងមែនតើបាទខ្ញុំសូម្បីតែខ្ញុំកំពុងតែបញ្ចូលសលេងវីដេអូហ្នឹងបាទញើសរបស់ខ្ញុំហូរមកតាមភ្នែកតាមជើងសក់មកតក់ហើយខ្ញុំទៅសារកូនកំមុំហ្នឹងគាត់ប៉ិនធំក្តៅណាអ្នកគ្នាបាទខ្ញុំវិញឆ្លេឆ្លារត់គប់កន្លែងហ្មងបាទហោកន្លែងតែតិចអញ្ចឹងណាដោយសារខ្ញុំក្តៅខ្ញុំដូចជាមិនសូវស៊ីគ្នាអ្នកគ្នាជាពិសេសអាកាសធាតុហប់ទៀតហើយការ make up ពេលល្ងាចអូយស្ដាយណាអ្នកគ្នាដោយសារតែខ្ញុំមានរោងតជាមួយនឹងបាទកូនកំមុំផ្សេងទៀតអញ្ចឹងខ្ញុំបាននៅ take care គាត់រហូតដល់ចប់ទេប៉ុន្តែអរគុណគាត់មែនតើដែលបានឆ្លងការ make up ផងខ្ញុំណាហើយពុកម៉ែបងប្អូនអ្នកគ្នាបើចង់បានការ make up ដែលស្អាតនៅក្នុងចូលរួមក្នុងកម្មវិធីអីផ្សេងៗអាចចាក់តមកខ្ញុំបានបាទគឺទទួល make up គ្រប់កម្មវិធីតែម្ដងអញ្ចឹងវីដេអូខ្ញុំមានតែប៉ុណ្្នឹងអូខេបាយបាយ